បាទជំរាបសួរបងប្អូនថ្ងៃនេះខ្ញុំបាទគ្រូឧសបរានជ័យទឹកសំចៃរំលែករុក្ខជាតិមួយទៀតឲ្យបងប្អូនណារុក្ខជាតិនេះឈ្មោះថាអង្គញ់ស្វាហើយអង្គញ់ស្វានេះឯងច្រើនទៅដុះនៅគិរីរំបងប្អូនហើយពាក់កិននឹងឧសបរានខ្មែរយើងវាកបនឹងជំងឺសរសៃដូចជាមនុស្សចាស់អញ្ចឹងគេច្រើនយកទៅប្រើដាំពិសាទទួលទានឬក៏ត្រាំស្រាដែរបងប្អូនណាហើយដើម្បីកុំឲ្យខាតពេលសូមបងប្អូនទស្សនាវីដេអូរបស់ខ្ញុំបាទដូចតទៅសូមអញ្ជើញបងប្អូនបាទបងប្អូនថ្ងៃនេះខ្ញុំបាទមកគិរីរំដើម្បីមកមើលរុក្ខជាតិផ្សេងៗទាក់ទិននឹងសុបរានខ្មែរយើងឥឡូវនេះបងប្អូនកំពុងតែមើលនេះគឺអង្គញ់ស្វាបងប្អូនណាហូរអង្គញ់ស្វាប៉ុន្តែគេយកទៅប្រើប្រាស់ជាឱសថបុរាណខ្មែរយើងគេច្រើនទៅយកមើមវាហ្នឹងគាត់លោកគ្រូអត់មានអីជីកលោកគ្រូធ្វើបាត់បង្ហាញប្រាប់បងប្អូនថារៀងវាអញ្ចឹងបងប្អូនណាបកាវាហើយស្លឹកវាហើយលក្ខណៈរបស់វាគឺឆ្លាស់តោងបងប្អូនមើលឃើញដែលខ្ញុំកាន់ហ្នឹងបងប្អូនអង្គញ់ស្វានេះផងដែរតេតិននឹងឱសថបុរាណខ្មែរយើងគេយកទៅប្រើដូចជាជំងឺសរសៃអញ្ចឹងណាបងប្អូនយកទៅប្រើប្រាស់ខ្លះគេយកមើមរបស់អង្គញ់ស្វានេះយកទៅត្រាំស្រាហើយជួនកាលយើងយកទៅដាំម្សាទទួលទានទៅមួយថ្ងៃហូបពីរថ្ងៃអញ្ចឹងទៅហូបជាតែហូប3 4 5ថ្ងៃ10ថ្ងៃ20ថ្ងៃអញ្ចឹងទៅបងប្អូនណាវាធ្វើឲ្យសរសៃឈឺឆ្កេះឈឺខ្នងឈឺក្បាលជង្គង់ធ្វើឲ្យចុករួយនៅលើសារពាង្គកាយរបស់យើងបាត់បន្តិចម្ដងឱសថបុរាណខ្មែរយើងបងប្អូនកាលណាយើងប្រើមិនមែនឈឺភ្លាមដាក់ភ្លាមបាត់ភ្លាមទេដូចតែរុក្ខជាតិដុះចឹងបងប្អូនហ្នឹងគេហៅថាឱសថបុរាណប្រៀបដូចរុក្ខជាតិដុះម្ដងមួយស្លឹកត្រួយទៅជាធាងម្ដងស្លឹកយូរទៅវាបានទៅមែកទៅធាងអញ្ចឹងណាចំណែកឱសថបុរាណខ្មែរយើងក៏អញ្ចឹងដែរវិវត្តនៃការព្យាបាលគឺវាទៅម្ដងបន្តិចរួចជ្រៅយូរថ្ងៃទៅមួយអាទិត្យកន្លះខែមួយខែទៅវាធ្វើឲ្យបាត់ហើយកាលបាត់ហើយគឺវាអត់លប់មកវិញនេះសំខាន់កន្លែងហ្នឹងបងប្អូនណានឹងឱសថបុរាណខ្មែរយើងដូចជាអង្គញ់ស្វានេះជាដើមបងប្អូនហើយតេតិននឹងឱសថបុរាណមួយទៀតបងប្អូនទី2ដូចជាថ្នាំគួងបងប្អូនណាដាំពិសាទទួលទាននឹងឆ្នាំងដីបងប្អូនចាស់បុរាណគឺពីដើមណាគឺយើងយកទៅដាំពិសាហ្នឹងដល់យកមើមដូចគ្នាអញ្ចឹងបងប្អូនគេមិនសូវយកដើមទេព្រោះអីអត់មានថ្នាំឬក៏ឯកសារណាគេប្រាប់ឲ្យយើងយកដើមទេយកតែមើមរបស់វាអញ្ចឹងណាបងប្អូនហើយយកទៅប្រើប្រាស់ដូចជាយើងដាក់ឆ្នាំងដីអញ្ចឹងយើងហូបម្ដងបន្តិចទៅមិនដាំដូចជាដាក់10ក្រាម10ក្រាមអញ្ចឹងទៅស្ងួតទៅបងប្អូនដាំពិសាទទួលទានទៅហូបរាល់ថ្ងៃទៅយូរទៅធ្វើឲ្យយើងគង់ជាកបនឹងសាច់គង់មានន័យថាកាប់មុតដុតឆេះបងប្អូនចាស់បុរាណគេយកទៅប្រើអញ្ចឹងហើយបើសិនជាយើងទម្លាក់ឆ្នាំងដីមកចុះក្រោមពីផ្ទះមកចង់និយាយអញ្ចឹងទម្លាក់មកអត់បែកមានន័យថាសាច់យើងគង់ហើយបងប្អូនដាំទល់ទម្លាក់ឆ្នាំងដីទៅអត់បែកអាហ្នឹងសាច់យើងក៏គង់ដែរចង់និយាយអញ្ចឹងបងប្អូននេះជាអត្ថប្រយោជន៍សំខាន់ណាស់បងប្អូននៅរុក្ខជាតិនេះដើម្បីដូចជាអ្នកពីដើមគេអ្នកគុណលបងគុណនិយមអញ្ចឹងបងប្អូនយកទៅប្រើដើម្បីកាប់ចាក់គ្នានៅវត្តពីដើមជាថ្នាំគង់មួយដែរបងប្អូនណាហើយបើសិនជាបងប្អូនមើលថាមានប្រយោជន៍នៅអង្គញ់ស្វានេះបងប្អូនជួយ like ជួយ share ជួយ subscribe ឲ្យលោកគ្រូបានអ្នកមួយផងបងប្អូនហើយថ្ងៃក្រោយលោកគ្រូដើរទៅកន្លែងតំបន់ឱសថឆ្ងាយភ្នំឆ្ងាយដើម្បីធ្វើបទបង្ហាញចែកជូនបងប្អូនជាធម្មទានដើម្បីបងប្អូនយកទៅប្រើប្រាស់ដើម្បីសុខភាពនិងកម្លាំងពលំរបស់បងប្អូនហើយនៅចុងក្រោយនេះខ្ញុំបាទសូមបួងសួងនៅវត្ថុទាំងឡាយក្នុងលោកមានព្រះអរិយបុគ្គលជាដើមសូមឲ្យព្រះអរិយបុគ្គលទាំងនោះថែរក្សាក្រុមគ្រួសារបងប្អូនឲ្យសូមឲ្យក្រុមគ្រួសារបងប្អូនមានសុភមង្គលគ្រប់គ្នាម្យ៉ាងទៀតសូមជូនពរ4ប្រការគឺអាយុវណ្ណៈសុខៈពលៈកំបីគ្លៀងគ្លាតឡើយគណៈពេលនេះខ្ញុំបាទគ្រូសុបរានជ័យទឹកសូមគោរពសូមជម្រាបលា